ទៅមើលលំហាត់មួយទៀតលំហាត់អាហ្នឹងគឺទីហោក្នុងសភៅក្រសួងគឺកន្លែងអនុវត្តកម្លាំងចូលចិត្តបាទហ្នឹងហើយអញ្ចឹងឧទាហរណ៍របស់យើងគឺថា clean មួយមានម៉ាស់0.20 គីឡូក្រាមគឺ2ខាំកន្លែងហ្នឹងត្រូវបានគេចងភ្ជាប់ទៅនឹងចុងម្ខាងនៃខ្សែដែលមានប្រវែង1ម៉ែត្របាទអញ្ចឹងអ្នកពីកន្លែងហ្នឹងទៅកន្លែងហ្នឹងគឺប្រវែង1ម៉ែត្រគេកវី clean ដល់លឿនទេហ្នឹងហើយនៅក្នុងសម័យគឺយើងមាន clean មួយហើយគេចងទៅនឹងខ្សែដែលមានប្រវែង1ម៉ែត្រហើយគេបវល់លើប្លង់ដេកអ្នកនេះដូចបវល់លើប្លង់ដេកមិនន័យថាមិនបវល់លើតុអញ្ចឹងទៅឬមួយបវល់លើក្តារមួយអញ្ចឹងណាបាទគាត់ថាអ្វីដែលយើងធ្វើលំហាត់ហ្នឹងគឺអត់តាក់ទងកកិតគឺថាកកិតរវាងអា clean ជាមួយនឹងអីគេអាក្តារហ្នឹងគឺគេចោលបានអញ្ចឹងតែវាលោងអញ្ចឹងទៅវាអាចបវល់អត់មានកកិតទេបាទគឺថា clean មានចលនាវងស្មើក្នុងប្លង់ដេកបាទប្លង់ដេកហ្នឹងដូចយើងមើលទៅប្លង់ដេកគឺក្តារអាក្តារផ្ទះក្តាររបស់យើងអញ្ចឹងណាបាទអញ្ចឹងបាទយើងបវល់អញ្ចឹងបាទគឺវល់អញ្ចឹងបាទប្រហែលគឺថាតំណែងខ្សែធំបំផុតគឺ50ញូតនមួយណាខ្សែហ្នឹងអាចរងកម្លាំងតំណែងវាគឺបានត្រឹម50ញូតនធំបំផុតបើសិនជាលើហ្នឹងគឺខ្សែដាច់បាទគឺថាតើល្បឿនអតិបអាម៉ារបស់ clean ស្មើប្រមាណមុននឹងខ្សែដាច់ថាអញ្ចឹងយើងបវល់ clean ហ្នឹងអាចបវល់បានអស់ធំបំផុតប៉ុណ្ណាដើម្បីកុំឲ្យខ្សែនឹងដាច់អញ្ចឹងណាបាទអញ្ចឹងគឺកន្លែងហ្នឹងគឺគេសួររល្បឿន V របស់ clean ហ្នឹងបាទអានេះសម្រាប់របស់ក្រសួងគឺខ្លីគាត់ថាយើងធ្វើតាមហ្នឹងក៏វាត្រូវដែរគាត់ថាយើងទៅសេច្បាប់ចលនារបស់ Newton ឲ្យគេបន្តិចទៅបាទតោះអញ្ចឹងចម្លើយគេនិយាយល្បឿនអតិបមាមុននឹងខ្សែដាច់ឬមួយក៏តើយើងអាចបវល់នឹង clean នឹងលឿនប៉ុណ្ណាដើម្បីកុំដាច់ខ្សែរបស់យើងណាបាទអញ្ចឹងយើងមើលចេះច្បាប់ទី2របស់ Newton ឬច្បាប់ចលនា Newton យើងត្រូវថាផលបូកកម្លាំងខាងក្រៅទាំងអស់ដែលមានអំពើលើអា clean ហ្នឹងវាស្មើទៅនឹងម៉ាស់គុណនឹងជាមួយសន្ទុះបាទគឺនេះគឺ sigma f ស្មើនឹង ma បាទអញ្ចឹងយើងត្រូវដឹងថាកម្លាំងអីខ្លះដែលមានអំពើទៅលើ clean ហ្នឹងគឺក្នុងករណីដែលវាវល់ណាគឺទី1វាទម្ងន់របស់ទម្ងន់ផែនដីបាទបាទអញ្ចឹង mg បន្ទាប់មកបដកម្មបាទព្រោះអី clean សកត់តុករុញ clean ឡើងលើវិញបាទអញ្ចឹងកម្លាំងបដកម្ម n ជាមួយនេះតំណែងខ្សែ t បាទគឺស្មើទៅនឹង ma ដកជា vector មកបាទ ma ហើយយើងដឹងហើយដោយសារតែវាធ្វើចលនាវងស្មើអញ្ចឹង a របស់យើងនឹងគឺជាសន្ទុះចូលចិត្តនៃ AC អញ្ចឹងចុះបាទនេះខ្ញុំសរសេរដែរកម្លាំងបដកម្មទម្ងន់តំណែងខ្សែស្មើនឹង mass គុណជាមួយនឹងសន្ទុះកម្លាំងបដកម្មទម្ងន់របស់ clean តំណែងខ្សែកម្លាំងចូលចិត្តបាទព្រោះអីសន្ទុះរបស់យើងគឺសន្ទុះចូលចិត្តព្រោះអត់មានសន្ទុះប៉ះទេព្រោះល្បឿនស្មើក្នុងចលនាវងស្មើគឺវារងនៅសន្ទុះចូលចិត្តហើយអញ្ចឹងយើងមើលនេះអាពីរនេះកម្លាំងវិបត្តិកម្មរបស់វាគឺបូកចូលគ្នាគឺស្មើ0អញ្ចឹងតែ clean សកត់ទៅតុកប្រមាណតុករុញមកវិញប៉ុណ្្នឹងដែរអញ្ចឹងអាពីរហ្នឹងបូកចូលគ្នាស្មើ0ព្រោះ vector ទាំងពីរជា vector ដែលមាន vector ផ្ទុយគ្នាបានន័យថា angstensity របស់វាគឺស្មើគ្នាគាត់ណាកម្លាំងទម្ងន់នឹងវារុញទៅក្រោមអត់បដកម្មរបស់តុករុញទៅលើអញ្ចឹងអាពីរហ្នឹង cancel គ្នាអត់ទៅនៅសល់តែនេះនៅសល់តែ t ស្មើ mac ប៉ុណ្្នឹងអញ្ចឹងកន្លែងនេះមានន័យថាម៉េចបាទតំណែងខ្សែមានមុខងារជាកម្លាំងចូលចិត្តវិញឃើញ t ស្មើ mac បើសិនបើគ្មាន t ហ្នឹងគ្មានតំណែងខ្សែហ្នឹងអា clean ហ្នឹងក៏មិនអាចធ្វើក្នុងចលនាវងហ្នឹងបានដែរអញ្ចឹងតំណែងខ្សែមានមុខងារកម្លាំងចូលចិត្តហើយតំណែងខ្សែហ្នឹងគឺវាត្រូវការដើម្បីធ្វើ clean ធ្វើចលនាក្នុងកន្លងវងហ្នឹងបាទអញ្ចឹងបានប៉ុណ្្នឹងហើយយើងត្រូវធ្វើលេខយើងត្រូវដោះទម្រង់ vector អញ្ចឹងយើងប្រើតែ angstensity របស់វាបានហើយបាទអញ្ចឹងយើងត្រូវប្រៀបមួយនេះ vector នេះយើងត្រូវយក vector ឯកតានេះអញ្ចឹងអាហ្នឹងគឺបើយើងទៅរៀននៅលើគឺតាក់ទងទៅនឹងប្រព័ន្ធ coordinate គេហៅប្រព័ន្ធ coordinate ស៊ីឡាំងណាវាមាន3អាក់គឺ ER E theta មួយ EZ អញ្ចឹងអាហ្នឹងគាត់ថាយើងរៀនទី11ហ្នឹងគឺអត់ទាន់រៀនដល់នោះទេយើងរៀនតែក្នុងអញ្ចឹងយើងដាក់តែ ER មួយបានគ្នាកន្លែងណាបាទអញ្ចឹងតែ ER គឺជា vector ឯកតាដែលមានប្រវែងវាស្មើ1ហើយទិសដៅវានេះគឺវាចេញពី O ទៅឆ្ពោះទៅរក M នេះបាទដល់ចេញទៅក្រៅអញ្ចឹង ER បាទទិសដៅទៅក្រៅតែប្រវែងស្មើ1អញ្ចឹងយើងឃើញគ្នាទេទិសដៅវាចូលក្នុងអញ្ចឹងបើខ្ញុំយកអាទិសដៅ ER ហ្នឹងវាจะមានទៅក្រៅអាតេមកក្នុងអាហ្នឹងទៅគេទៅជាដកតេនោះគ្នាដល់ vector ចេញដកតេបាទហើយ MAC ហ្នឹងក៏វាដកដែរព្រោះអីទិសដៅរបស់កម្លាំងចូលផ្ចិតវាចូលទៅក្នុងផ្ចិតអញ្ចឹងចូលទៅក្នុងផ្ចិតបានន័យថាវាផ្ទុយពី ER ហ្នឹងហើយអញ្ចឹងយើងបានគេខ្ញុំដោះអាលុបអាសញ្ញាដកអង្គសងខាងទៅបានតេស្មើនឹង MAC អញ្ចឹងតេ mark របស់យើងហ្នឹងវាស្មើគេ M V mark ការ៉េនៅលើ R ស្រាយរនេះស្រាយរV មកនៅគ្នាអញ្ចឹងខ្ញុំគុណ M ខាងនេះគុណ M ខាងនេះមកតេ mark R ស្មើនឹង M V mark ការ៉េអញ្ចឹង V mark ការ៉េរបស់យើងហ្នឹងស្មើគ្នាខ្ញុំចែក M មកខាងនេះមកគឺ T mark R ចែកមួយ M អញ្ចឹង V mark ស្មើឬការ៉េនៃ R T mark ចែកជាមួយនឹង M បាទជួនđây ទៅ R ស្មើ1ម៉ែត្រ T mark 50 Newton M 20 0.2 គីឡូក្រាមរកទៅយើងអាចបវល់ clean ហ្នឹងដល់ល្បឿន15ម៉ែត្រក្នុងដល់15.8ម៉ែត្រក្នុងវិនាទីមុននឹងធ្វើឲ្យអាខ្សែហ្នឹងដាច់